ជំរាបសួរលោកគ្រូនិងអ្នកនរគ្នាថ្ងៃនេះខ្ញុំធ្វើអំពីបច្ចេកមួយដែលតទៅនឹង Gmail configuration ជាដំបូងនេះខ្ញុំធ្វើការបញ្ចូល username ហើយបន្ទាប់មកបញ្ចូល password ពេលដែល sign in ចូលហើយថ្ងៃនេះខ្ញុំធ្វើការវាយលេខកូដដែលគេផ្ញើមកតមកចូលទៅកាន់កន្លែង link នេះហើយយក hosting list នេះតមកកន្លែងនេះចូលទៅកាន់Gmail account ហើយខ្ញុំធ្វើការ create មួយកន្លែងនេះបំពេញឈ្មោះចូលហើយ password តមកធ្វើការ create តមកចូលទៅកាន់ Outlookកន្លែងមិញនេះខ្ញុំដាក់ password ចូលហើយបន្ទាប់មកពេលដែលចូលបានហើយបន្ទាប់មកចូលខ្ញុំចូលទៅកាន់ file យក account យក new outlook កន្លែងនេះពេលដែលខ្ញុំពេលនេះខ្ញុំយក continuous តមកចូលទៅកាន់អូខេឥឡូវនេះខ្ញុំដាក់ password ដែរដាក់ password របស់ខ្ញុំចូលហើយខ្ញុំយកយ៉ាហើយបន្ទាប់មកពេលដែលវាដំណើរការហើយកន្លែងនេះហើយខ្ញុំអាច send Gmail ទៅបានហើយនេះចង់ send ទៅខ្ញុំចង់ send ទៅខ្លួនឯងហើយនេះsend ខ្ញុំ send មិនហ្នឹងវាមកហើយបន្ទាប់មកខ្ញុំធ្វើការចូលទៅកាន់កន្លែងនេះនៅនេះខ្ញុំសាក send ទៅមួយទៀត
ខ្ញុំចូលឆែកមើល Gmail នេះថាវា send ចូលកើតអត់ពេលដែលខ្ញុំចូលឡើង spam នេះទៅវា load មកនេះខ្ញុំសា send ទៅម្ដងទៀតនេះកន្លែង spam នេះកន្លែង spam នេះវា load មកនេះកន្លែងនេះវាបាន load មកអ្វីដែលខ្ញុំ send ទៅមិញនេះចំពោះវីដេអូខ្ញុំគឺមានតែប៉ុណ្ណឹងហើយសូមអរគុណលោកគ្រូហើយនិងអ្នកទាំងគ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំ